បើចង់ឲ្យអក្សរស្អាតឬមានភាពទាក់ទាញយើងត្រូវតែអនុវត្តសរសេរឲ្យបានរៀងរាល់ថ្ងៃដើម្បីសរសេរអក្សរបានស្អាតឬអាចមើលយល់អ្នកត្រូវជ្រើសរើសតួអក្សរនរណាម្នាក់ដែលអ្នកមើលទៅឃើញស្អាតហើយស្រឡាញ់ចូលចិត្តមករៀនសរសេរតាមពេលសរសេរដំបូងអ្នកត្រូវរៀនសរសេរពីព្យញ្ជនៈនិងជើងព្យញ្ជនៈបន្ទាប់មកទៀតរៀនសរសេរស្រៈពាក្យហើយនឹងល្បះខ្លីៗសិនពេលរៀនសរសេរដំបូងកុំផ្ដោតលើការសរសេរលឿនត្រូវផ្ដោតលើការទាញនៃទម្រង់អក្សរសិនពេលដែលយើងសរសេរចាំដៃហើយបន្ទាប់មកយើងហ្វឹកហាត់សរសេរឲ្យលឿនការរៀបរាប់មកនេះគ្រាន់តែជាបទពិសោធន៍របស់អាត្មាទេខុសត្រូវយ៉ាងណាក៏សូមអធិស្ឋានផងបន្ទាប់ពីនេះទៅយើងរៀនអាននៅព្រះពុទ្ធដីកាទាំងអស់គ្នាយោធម្មំបាសតិយោធម្មំបាសតិសោពុទ្ធិហੰបាសតិសោពុទ្ធិហੰបាសតិយោធម្មំបាសតិសោពុទ្ធិហੰបាសតិសោពុទ្ធិហੰបាសតិបុគ្គលណាឃើញធัวបុគ្គលនោះឈ្មោះថាឃើញព្រះពុទ្ធឬយើងថាបុគ្គលនោះឃើញព្រះតថាគតឈ្មោះថាឃើញព្រះតថាគតយោធម្មំបាសតិសោពុទ្ធំបាសតិយោធម្មំបាសតិសោពុទ្ធំបាសតិបុគ្គលណាឃើញធัวបុគ្គលនោះឈ្មោះថាឃើញព្រះពុទ្ធយោធម្មំបាសតិសោពុទ្ធំបាសតិបុគ្គលណាឃើញធัวបុគ្គលណាឃើញធัวបុគ្គលនោះឈ្មោះថាឃើញព្រះពុទ្ធបុគ្គលនោះឈ្មោះថាឃើញព្រះពុទ្ធយោធម្មំបាសតិសោពុទ្ធំបាសតិយោធម្មំបាសតិសោពុទ្ធំបាសតិបុគ្គលណាឃើញធัวបុគ្គលនោះឈ្មោះថាឃើញព្រះពុទ្ធបុគ្គលណាឃើញធัวបុគ្គលនោះឈ្មោះថាឃើញព្រះពុទ្ធឈ្មោះថាឃើញព្រះពុទ្ធយោធម្មំបាសតិសោពុទ្ធំបាសតិយោធម្មំបាសតិសោពុទ្ធំបាសតិបុគ្គលណាឃើញធัวបុគ្គលនោះឈ្មោះថាឃើញព្រះពុទ្ធបុគ្គលនោះឈ្មោះថាឃើញព្រះពុទ្ធសពទានធម្មទានចិនេតិធម្មទានរមែងឈ្នះអស់ទានទាំងពួងសូមអនុមោទនា